6ជំហានដើម្បីក្លាយជាសេដ្ឋីជំហានទី1ចាប់ផ្ដើមសន្សំទាន់ពេលដើម្បីចាប់ផ្ដើមដំណើរនៃការក្លាយជាសេដ្ឋីចូលចាប់ផ្ដើមសន្សំក្នុងជីវិតដំបូងការកសាងប្រាក់សន្សំរបស់អ្នកបន្តិចម្ដងបន្តិចអនុញ្ញាតឲ្យអ្នកទាញយកអត្ថប្រយោជន៍ពីធម៌ពលមិនគួរឲ្យជឿនៃការបុកបញ្ចូលគ្នាក្នុងរយៈពេលជាច្រើនឆ្នាំការបុកបញ្ចូលគ្នាមានន័យថាអ្នកទទួលបានផលចំណេញលើការប្រាក់របស់អ្នកដោយការវិនិយោគលើការប្រាក់របស់អ្នកឡើងវិញឬការកើនឡើងដើមទុនជំហានទី2ជៀសវាងការចំណាយដែលមិនចាំបាច់និងបំណុលបញ្ចប់ការទិញអ្វីដែលអ្នកមិនត្រូវការពិសេសប្រសិនបើអ្នកប្រើបានឯណាទៀតដែលឋានការដែលមានការប្រាក់ខ្ពស់សម្រាប់ការទិញមុននឹងទិញអ្វីមួយសួរខ្លួនឯងដូចខាងក្រោមតើនេះជាអ្វីដែលខ្ញុំពិតជាត្រូវការមែនទេតើខ្ញុំចំណាយប្រាក់ដើម្បីកម្សាន្តឬព្យាយាមទាក់ទាញអ្នកដទៃតើខ្ញុំមានអ្វីស្រដៀងគ្នារួចហើយតើខ្ញុំចង់បាននេះច្រើនជាងការចង់ក្លាយជាសេដ្ឋីរាល់ប្រាក់ដុល្លារដែលអ្នកចំណាយលើអ្វីដែលអ្នកមិនត្រូវការគឺ$1តិចដែលអាចរកលុយឲ្យអ្នកជំហានទី3សន្សំ15%នៃប្រាក់ចំណូលរបស់អ្នកឬច្រើនជាងនេះអត្រាសន្សំផ្ទាល់ខ្លួនគឺជាភាគរយនៃប្រាក់ចំណូលដែលនៅសល់បន្ទាប់ពីមនុស្សចំណាយប្រាក់និងបង់ពន្ធអត្រានោះសម្រាប់ជនជាតិអាមេរិកជាមធ្យមគឺ 3.4% នៅក្នុងខែមិថុនាឆ្នាំ2024នេះតាមការិយាល័យវិភាគសេដ្ឋកិច្ចអាមេរិកបើតាមអ្នកជំនាញនោះមិនត្រឹមត្រូវនោះទេសម្រាប់ការចូលនិវត្តន៍ប្រកបដោយភាពស្រួលបួលទុកឲ្យអ្នកណាម្នាក់ដែលមានបំណងក្លាយជាសេដ្ឋីជំហានទី4រកលុយឲ្យបានកាន់តែច្រើនការរកលុយឲ្យបានច្រើនគឺងាយស្រួលជាងធ្វើប៉ុន្តែប្រសិនបើអ្នកមិនរកបានគ្រប់គ្រាន់ដើម្បីសន្សំ15%នេះប្រាក់ចំណូលរបស់អ្នកទេគឺវាពិបាកក្នុងការក្លាយជាសេដ្ឋីអ្នកមានជម្រើសមួយចំនួនដែលអាចទទួលបានសម្រាប់អ្នករួមមានសុំដំឡើងប្រាក់ខែប្រសិនបើអ្នកគិតថាអ្នកដល់ពេលមួយធ្វើការបន្ថែមម៉ោងទទួលការងារទី2ទទួលការបណ្ដុះបណ្ដាលដើម្បីបង្កើនសក្តានុពលប្រាក់ចំណូលផ្លាស់ប្ដូរផ្លូវអាជីពការបណ្ដុះបណ្ដាលបន្ថែមអាចឲ្យផលប្រយោជន៍ច្រើនជាងនៅក្នុងរយៈពេលយូរយើងនិយាយថាអ្នកគឺជាគិលានុបដ្ឋាភិការដែលមានអច្ចញ្ញា LPN ប្រាក់ចំណូលជាមធ្យមរបស់ LPN នោះគឺ$59,730ក្នុងមួយឆ្នាំនៅក្នុងឆ្នាំ2023នេះម្យ៉ាងវិញទៀតគិលានុបដ្ឋាភិការដែលបានចុះឈ្មោះ RN រកប្រហែល$86,070ក្នុងមួយឆ្នាំវាត្រូវបានប្រេតេងហើយវាត្រូវពេលពី13ឆ្នាំនៃការបណ្ដុះបណ្ដាលបន្ថែមដើម្បីមានសមត្ថភាពគ្រប់គ្រាន់ដើម្បីក្លាយជា RN យ៉ាងណាក៏ដោយប្រាក់បន្ថែមដែលអ្នកចង់យកទៅប្រទេសរៀងរាល់ឆ្នាំអាចជួយអ្នកឲ្យសម្រេចនៅគោលដៅហិរញ្ញវត្ថុនិងចុងក្រោយក្លាយជាសេដ្ឋីជំហានទី5កុំចំណាយច្រើនទៅលើការរស់នៅប្រចាំថ្ងៃអតិភិណារបបរស់នៅគឺជាផលវិបាកជាពុករិកនៃការចម្រើនអាជីពអ្នកចំណាយប្រាក់ច្រើនដោយសារតែអ្នកមានលុយច្រើនដើម្បីចំណាយអ្នកអាចសម្រេចចិត្តថាផ្ទះលងផ្ទឹងរបស់អ្នកតូចពេកនិងត្រូវការផ្ទះនៅចៃក្រុងអ្នកដឹងថាអ្នកអាចមកឡើងជាមួយនឹងការបង់ប្រាក់ចុះដើម្បីរថយន្តដ៏ស្រអស់ផែនការសម្រាប់វិកសិដ្ឋរបស់អ្នកកាន់តែមានអំហបពីទឹកនិងថ្លៃប្រសិនបើអ្នកចង់ក្លាយជាមហាសេដ្ឋីចូលតបតួរឿងការចង់ចូលទៅកាន់អតិភិណារបបរំនងជំនួសក្នុងការចំណាយច្រើនព្រោះអ្នកមានលុយដើម្បីចំណាយសន្សំនិងវិនិយោគឲ្យច្រើនសម័យមើលភាពរីករាយនៃការមើលសមិទ្ធផលគណនេយ្យហិរញ្ញវត្ថុរបស់អ្នកកាន់គ្រប់ពេលនិងអ្នកនឹងចូលដល់ចំណាក់កាលហិរញ្ញវត្ថុរបស់អ្នកលឿនជាងមុនជំហានទី6ទទួលជំនួយប្រសិនបើអ្នកត្រូវការផែនការចូលនិវត្តន៍ជាឯនឹងស្ទើរតាំងនេះដោយសារតែអ្នកដឹងថាអ្នកនឹងត្រូវការប្រាក់ច្រើននៅពេលដែលអ្នកមិនធ្វើការទៀតនោះគ្រប់ជំរៅវិនិយោគនិងចំណេះដឹងនិងបទពិសោធន៍ដែលទាមទារដើម្បីវិនិយោគដែលជោគជ័យក្នុងការស្រាវជ្រាវមួយជនជាតិអាមេរិកតែ 18% បាននិយាយថាពួកគេមានទំនុកចិត្តយ៉ាងខ្លាំងដែលពួកគេនឹងអាចចូលនិវត្តន៍បានដោយសប្បាយជឿងលុះត្រាតែអ្នកគឺជាគេវិយាហិរញ្ញវត្ថុឬមនុស្សម្នាក់ដែលចង់នឹងអាចខំប្រឹងប្រែងស្រាវជ្រាវអំពីឱកាសវិនិយោគឡើយប្រសិនបើអ្នកធ្វើការជាមួយនឹងអ្នកប្រឹក្សាហិរញ្ញវត្ថុដែលមានគុណភាពគ្រប់គ្រាន់ដើម្បីរៀបចំផែនការចូលនិវត្តន៍ដោយផ្ទាល់ខ្លួននិងអាចទទួលបាននោះពួកគេអាចជួយអ្នកជ្រើសរើសជម្រើសវិនិយោគបង្កើតធនធានជាពីឋាននិងរៀបឡើងផែនការអាចសម្រេចនៅគោលដៅរបស់អ្នកនិងនៅពេលដែលអ្នកត្រៀមខ្លួនក្នុងការចំណាយលុយមួយចំនួនហើយពួកគេអាចជួយអ្នកឲ្យកាក់មួយទៀត